ប្រសិនមនកាយក្រាស់ថ្វាយអង្គមគុណពុទ្ធគុណប្រធនគុណប្រសងសូមជម្រាបសួរបងប្អូនជារួមជាតិជារួមវិសាទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៅសិភៅច្បាប់ក្រមព្រហ្មទណ្ឌនិងវិសោធនកម្មក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបន្តនៅក្នុងចំណុចដល់ណានេះមិត្រា61ចឹងអានត្រង់មិត្រា61ចុះបានគូមិត្រា61ការហាមឃាត់ចំពោះការចូលនិងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងទណ្ឌិតដែលជាជនបរទេសការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូលនិងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនការហាមឃាត់នេះនាំឲ្យមានការបណ្តេញទណ្ឌិតឲ្យចេញដោយពេញច្បាប់នៅពេលបញ្ចប់ទោសដាក់ពន្ធនាគារមាត្រា62ការរឹបអូសអាចធ្វើទៅលើវត្ថុដូចតទៅទី1ឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលអាចប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឬដែលសម្រាប់ប្រព្រឹត្តបទល្មើស2វត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស3ផលទុនឬទ្រព្យសម្បត្តិដែលជាផលកាត់ចេញពីបទល្មើស4ឧបភោគភ័ណ្ឌសម្ភារៈនិងចលនាវត្ថុនៅក្នុងទីកន្លែងដែលជនបរទេសនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្តប៉ុន្តែការរឹបអូសមិនអាចប្រកាសបានទេប្រសិនបើមានការប៉ះពាល់ទៅដល់សិទ្ធិរបស់តេតិយជនមាត្រា63ការចាត់ចែងទ្រព្យសម្បត្តិរឹបអូសបើការរឹបអូសបានคล้ายទៅជាស្ថាពរទ្រព្យសម្បត្តិរឹបអូសคล้ายទៅជាកម្មសិទ្ធិរបស់រដ្ឋលើកលែងតែមានបទបញ្ញត្តិដោយឡែកដែលចែងអំពីការប្រគល់ផ្សេងពីនេះរដ្ឋអាចលក់ឬបំផ្លាញទ្រព្យរឹបអូសតាមនីតិវិធីស្តីអំពីការលក់ទ្រព្យសម្បត្តិរដ្ឋមាត្រា64ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសាវគ្រប់ប្រភេទការដាក់ហាមឃាត់ចំពោះការកាន់កាប់ឬការយកមកតាមខ្លួននៅវត្ថុនិងគ្រឿងផ្ទុះនិងគ្រាប់រំសាវអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនការហាមឃាត់នេះត្រូវអនុវត្តទៅលើអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសាវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា65ការបណ្តេញចេញពីលទ្ធកម្មសាធារណៈការបណ្តេញចេញពីលទ្ធកម្មសាធារណៈនាំឲ្យមានការហាមឃាត់ចំពោះការចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងលទ្ធិកម្មសាធារណៈទាំងឡាយដែលរៀបចំដោយ1រដ្ឋ2រដ្ឋបាលថ្នាក់ក្រោមជាតិ3គ្រឹះស្ថានសាធារណៈទី4សហគ្រាសដែលទទួលសម្បទានពីរដ្ឋឬពីរដ្ឋបាលថ្នាក់ក្រោមជាតិឬដែលត្រួតពិនិត្យដោយរដ្ឋឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិទោះបណ្តេញចេញនេះអាចចេញជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា66ការបិទគ្រឹះស្ថានទោះបិទគ្រឹះស្ថាននាំឲ្យមានការហាមឃាត់ចំពោះការធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានដែលនៅក្នុងឱកាសធ្វើសកម្មភាពនោះបទល្មើសត្រូវបានប្រព្រឹត្តឡើងទោះបិទគ្រឹះស្ថាននេះអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា67ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហសម្រាប់សាធារណជនឬអ្នកដែលត្រូវប្រើប្រាស់ដោយសាធារណជនអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា68ការបិទផ្សាយសេចក្តីសម្រេចប្រតិទោសទោះបិទផ្សាយសេចក្តីសម្រេចត្រូវអនុវត្តទៅលើទីកន្លែងដែលចង្អុលបង្ហាញដោយតុលាការនិងក្នុងរយៈពេលមួយដែលកំណត់ដោយតុលាការការបិទផ្សាយមិនអាចលើសពីខែទេការបិទផ្សាយអាចធ្វើទាំងស្រុងឬតាមសម្រង់ឬតាមនីតិធម្មតា
សហុយបិទផ្សាយគឺជាបន្ទុករបស់ទណ្ឌិតក្នុងករណីមានការបំបត្តិចោលឬការលាក់បំបាំងឬការហែកចោលសេចក្តីប្រកាសនេះត្រូវតែធ្វើការបិទផ្សាយជាថ្មីការបិទផ្សាយនេះត្រូវចេញសហុយដោយអ្នកបំបត្តិចោលលាក់បំបាំងឬអ្នកដែលហែកចោលសេចក្តីប្រកាសនេះមាត្រា69ការផ្សាយសេចក្តីសម្រេចប្រតិទោសនៅក្នុងសារព័ត៌មានសរសេរទោះផ្សាយសេចក្តីសម្រេចរបស់តុលាការត្រូវចុះផ្សាយក្នុងសារព័ត៌មានសរសេរតាមបែបបទនិងក្នុងថេរវេលាដែលកំណត់ដោយតុលាការសហុយក្នុងការចុះផ្សាយជាបន្ទុករបស់ទណ្ឌិតក្នុងករណីមិនគោរពតាមទណ្ឌិតអាចត្រូវបង្ខំដល់រូបកាយបើតុលាការបានបង្គាប់ការផ្សព្វផ្សាយសេចក្តីសម្រេចសារព័ត៌មានមិនអាចបដិសេធការផ្សព្វផ្សាយនេះបានទេមាត្រា70ការផ្សាយសេចក្តីសម្រេចប្រតិទោសតាមមធ្យោបាយទូករណីគមន៍ទូសោតទោសទោសផ្សាយជាសាធារណៈនៅសេចក្តីសម្រេចតាមគ្រប់មធ្យោបាយតាមទូករណីគមន៍សោតទោសត្រូវអនុវត្តតាមបែបបទដែលកំណត់ដោយតុលាការការផ្សាយនេះមិនអាចលើសពី8ថ្ងៃទេការផ្សាយអាចផ្សាយទាំងស្រុងតាមសម្រងឬតាមនីតិសហុយនៃការផ្សាយគឺជាបន្ទុករបស់ទណ្ឌិតមាត្រា71ពេលដែលការអនុវត្តទោសបន្ថែមទាំងឡាយដែលមានចែងនៅក្នុងចំណុច1ចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6និងចំណុចទី7នៃមាត្រា53ប្រភេទនៃទោសបន្ថែមនៃក្រមនេះត្រូវអនុវត្តនៅពេលផុតទោសពន្ធនាគារលើកលែងតែមានសេចក្តីសម្រេចផ្ទុយរបស់តុលាការផ្នែកទី3ទោសជំនួសកថាភាគទី1ការងារសហគមន៍មាត្រា72និយមន័យនៃការងារសហគមន៍កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារដែលអតិបរមាតិចជាងឬស្មើនឹង3ឆ្នាំតុលាការអាចប្រកាសទោសការងារសហគមន៍ការងារសហគមន៍គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងថេរវេលាចន្លោះពី30ម៉ោងទៅ200ម៉ោងនៅការងារគ្មានកម្រៃជាប្រយោជន៍ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិឬនីតិបុគ្គលនៃនីតិសាធារណៈផ្សេងទៀតដល់សហគមន៍ឬដល់អង្គការមិនមែនរដ្ឋាភិបាលខណ្ឌមាត្រា73អ្នកមិនទទួលប្រយោជន៍នៃការងារសហគមន៍នៅក្នុងគ្រប់ករណីទាំងអស់ការងារសហគមន៍មិនអាចបំពេញជាប្រយោជន៍នៃរូបវន្តបុគ្គលទេខណ្ឌមាត្រា74របបគតិយុត្តនៃការងារសហគមន៍ការងារសហគមន៍ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីអំពីការងារឬជាអាចការងារនៅពេលយប់អនាម័យសន្តិសុខហើយនិងការងាររបស់ស្ត្រីការងារសហគមន៍អាចត្រួតគ្នាបានជាមួយនឹងការអនុវត្តសកម្មភាពវិជ្ជាជីវៈមាត្រា75គោលការណ៍ជួសជុលការខូចខាតដល់អ្នកដទៃរដ្ឋត្រូវតែចេញសហុយជួសជុលការខូចខាតដែលបង្កដោយអ្នកដទៃដោយទណ្ឌិតនៅក្នុងពេលដែលកំពុងអនុវត្តការងារសហគមន៍រដ្ឋត្រូវធ្វើឧបាទេសកម្មដោយពេញច្បាប់ក្នុងសិទ្ធិជនរងគ្រោះកថាភាគទី2ការស្តីបន្ទោសមាត្រា76របបគតិយុត្តនៃការស្តីបន្ទោសការបើជនជាប់ចោទរងទោសដាក់ពន្ធនាគារដែលមានអតិបរមាតិចជាងឬស្មើនឹង3ឆ្នាំតុលាការអាចប្រកាសស្តីបន្ទោសប្រសិនបើមានគ្រប់លក្ខខណ្ឌទាំង3ដូចទៅទៅនេះ1ភាពចលាចលដ៏សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់2ការខូចខាតត្រូវបានជួសជុលរួចហើយនិង3ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលរួមរស់នៅក្នុងសង្គមវិញបាទអញ្ចឹងសូមចែករំលែកប៉ុណ្ណេះនឹងបន្តនៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា